ការព្រមឲ្យអ្នកដតីនិយាយដើមអ្នកគឺចំណេញទាំងសងខាងបងប្អូនប្រហែលជាសើចនៅពេលដែលឮដូច្នេះតែវាជាការពិតព្រោះវាមិនត្រឹមតែជួយឲ្យផ្លូវចិត្តអ្នកដែលនិយាយពីយើងប្រសើរឡើងប៉ុណ្ណោះទេវាថែមទាំងបង្ហាញថាយើងជាមនុស្សដែលមានការយល់ដឹងនិងមានផ្នត់គំនិតអភិវឌ្ឍប្រកបដោយគុណតម្លៃថែមទៀតផងមនុស្សភាគច្រើនអាចនឹងខឹងនៅពេលដែលដឹងថាមាននរណាម្នាក់និយាយខ្សឹកខ្សៀវពីខ្លួនហើយព្យាយាមចំណាយពេលវេលាដើម្បីវាយបកទៅកាន់គេវិញតាមគ្រប់រូបភាពក៏ព្រោះតែมันអាចទ្រាំនៅពាក្យរិះគន់ទាំងអស់នោះបានការធ្វើដូច្នេះគឺជារឿងខាតបង់បើយើងផ្លាស់ប្ដូរការគិតរបស់យើងតែបន្តិចយើងនឹងចំណេញទាំងសងខាងព្រោះថាមនុស្សដែលអាចរិះគន់និយាយដើមយើងគឺសុទ្ធតែជាមនុស្សដែលស្គាល់និងមានទំនាក់ទំនងជាមួយយើងវាជារឿងធម្មតាដែលយើងអាចមានចន្លោះប្រហោងឬក៏ចំណុចខ្វះខាតដែលធ្វើឲ្យគេមិនពេញចិត្តជាមួយយើងហើយជួនកាលវាអាចមកពីយើងមានអ្វីដែលល្អជាងគេក៏អាចធ្វើឲ្យគេមិនពេញចិត្តរិះគន់ជាមួយយើងបានដែរយើងមិនអាចធ្វើត្រូវចិត្តគេគ្រប់ពេលវេលាបានទេហើយគេក៏មិនអាចធ្វើត្រូវចិត្តយើងគ្រប់ពេលវេលាបានដែរពេលដែលយើងធ្វើត្រូវចិត្តគេគេក៏សរសើរពេលដែលយើងធ្វើខុសចិត្តគេគេក៏និន្ទាវាគឺជារឿងធម្មតាតាមពិតទៅគេនិយាយដើមរិះគន់យើងគ្រាន់តែដើម្បីចង់បន្ធូរបន្ថយភាពតានតឹងដែលមាននៅក្នុងចិត្តរបស់គេតែប៉ុណ្ណោះហើយដើម្បីស្វែងរកការគ្រប់គ្រងផ្លូវចិត្តដើម្បីឲ្យគេមានអារម្មណ៍ថាគ្រាន់បើជាងយើងត្រឹមត្រូវជាងយើងឬក៏ល្អប្រសើរជាងយើងតែប៉ុណ្្នឹងឯងមិនមានអ្វីលើសនឹងនោះទេវាជារឿងល្អទៅវិញទេដែលមានមនុស្សម្នាលើកយកឈ្មោះរបស់យើងទៅនិយាយព្រោះវាបង្ហាញថាយើងមានតម្លៃនៅក្នុងចិត្តរបស់គេមិនថាគេនិយាយក្នុងន័យវិជ្ជមានឬក៏អវិជ្ជមាននោះទេគឺសុទ្ធតែជារឿងល្អពីព្រោះថាបើយើងគ្មាននៅក្នុងកែវភ្នែករបស់គេនោះទេគ្មានអ្នកណាគេចំណាយពេលវេលាដ៏មានតម្លៃរបស់គេមកចាប់អារម្មណ៍ជាមួយយើងនោះទេអនុញ្ញាតឲ្យគេនិយាយពីអ្នកឲ្យសប្បាយរីករាយទៅចុះកុំទៅចំណាយពេលវេលារវីរវល់តបតឬក៏ចំណាយអារម្មណ៍ខឹងសម្បានាំតែខាតពេលវេលារបស់យើងធ្វើអ្វីមនុស្សតែងតែមានផ្នែកល្អនិងផ្នែកមិនល្អវាជារឿងធម្មតាជារឿងធម្មជាតិកុំជាប់នឹងពាក្យល្អពាក្យអាក្រក់ខ្លាំងពេកអីគេសរសើរក៏ជារឿងធម្មតាគេរិះគន់ក៏ជារឿងធម្មតាបើយើងគិតដូច្នេះបានគឺចំណេញទាំងសងខាងទំនាក់ទំនងក៏មិនបាត់អ្នកនិយាយពីយើងក៏បានធូរចិត្តយើងក៏កាន់តែមានគុណតម្លៃថែមទៀតបន្ទាប់ពីស្ដាប់មកដល់ត្រង់ចំណុចនេះតើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ដែរឬទេប្រសិនបើបងប្អូនយល់ថាមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងសម្រាប់បងប្អូនថ្មីៗដែលស្ដាប់វីដេអូរបស់ខ្ញុំហើយមិនទាន់បាន follow page Facebook ក៏ដូចជា subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត